សួរកញ្ញាពេជ្រសុភាបាទជាកិត្តិយសដែលបានជួយចូលរួមមកចែករំលែកនៅចំណាប់អារម្មណ៍ក៏ដូចជាការរៀបចំខ្លួនរួចជាស្រេចដើម្បីឈានឆ្ពោះទៅមហាព្រឹត្តិការណ៍នៃការប្រគំតន្ត្រីយើងឃើញថាមហាព្រឹត្តិការណ៍នៃការប្រគំតន្ត្រីហងមាសបេះដូងឆ្នាំ2013ចិត្តឈានចូលមកដល់ហើយតើកញ្ញាមានការចាប់អារម្មណ៍ជាទូទៅយ៉ាងដូចម្តេចដែរបាទតាមការសង្កេតផ្ទាល់របស់កញ្ញាចាជាលើកដំបូងនេះនាងខ្ញុំក៏សូមជម្រាបសួរទៅដល់បងក៏ដូចជាបងប្អូនទាំងអស់ដែលនៅតាមគេឋានផងដែរចាចំណាប់អារម្មណ៍របស់នាងខ្ញុំនៅក្នុងឆ្នាំនេះគឺផ្លែកពីរាល់ដងដែរចាបាទនេះជាលើកទីប្រមាណដែលកញ្ញាបានចូលរួមជាមួយនឹងមហាព្រឹត្តិការណ៍ការប្រគំតន្ត្រីប្រចាំឆ្នាំបាទប្រសិនជារាប់តែព្រឹត្តិការណ៍របស់ក្រុមរស្មីហងមាសនៅក្នុងកម្មវិធី Best of the Best នេះខ្ញុំអាចរាប់បានថា7ដងសម្រាប់នាងខ្ញុំបាទដោយឡែកសម្រាប់ឆ្នាំ2013នេះនឹងជាលើកទី7បងបាទគឺ2013នេះបាទសម្រាប់បាទនាងកញ្ញាគិតថាមានអ្វីដែលពិសេសជាង6ឆ្នាំឬក៏6លើកមុនទេបាទសម្រាប់នាងកញ្ញាតើមានការត្រៀមខ្លួនខុសប្លែកពីពេលមុនយ៉ាងណាបាទសម្រាប់នាងខ្ញុំផ្ទាល់គឺនៅថ្ងៃនោះនាងខ្ញុំបានត្រៀមខ្លួនមិនអាចថាយើងនឹងធ្វើជាពិសេសប៉ុណ្ណាប៉ុន្តែសប្តាហ៍ថ្ងៃនេះនាងខ្ញុំកំពុងតែហាត់រាំជាមួយនឹងក្រុមរាំផងដែរចា៎បាទក្រុមរាំបែបណាដែរទៅបាទតើក្រុមរាំគឺដែលធ្វើឲ្យនាងកញ្ញាទទួលបានការចាប់អារម្មណ៍ខ្លាំងតាមរយៈក្បាច់រាំទាំងបទចម្រៀងគូផ្សំជាមួយនឹងក្បាច់រាំក្រុមរាំឈ្មោះអីឬក៏កញ្ញាជាអ្នកបង្កើតឬក៏យ៉ាងណាដែរចាចំពោះក្រុមរាំរបស់នាងខ្ញុំថ្មីនោះដោយសារតែមានការចំណាប់អារម្មណ៍ដោយសារទី1គាត់មានសមត្ថភាពគាត់នៅក្មេងហើយដែលសំខាន់ពួកគាត់គឺជាក្មេងកំព្រាដែលគាត់ពីដំបូងឡើយគ្រាន់តែជាក្មេងកំព្រាដែលរស់នៅតាមផ្លូវដោយពុំមានចេះអីទាំងអស់តែគាត់ហាត់រាំតិចតួចបន្ទាប់មកក៏ឃើញគាត់ខ្លាំងដល់ថ្ងៃនេះទីខ្ញុំចំណាប់អារម្មណ៍របស់នាងខ្ញុំចំពោះអ្នករាំនេះដោយសារតែគាត់ជាក្មេងកំព្រាចាទី1គាត់អាចមករាំជាមួយនឹងនាងខ្ញុំដោយនាងខ្ញុំចាប់អារម្មណ៍ថាបើសិនបើនាងខ្ញុំយកគាត់មករាំជាមួយគាត់ដឹងថាខ្លួនគាត់មានតម្លៃប៉ុណ្ណាហើយនឹងស្រឡាញ់ខ្លួនឯងប៉ុណ្ណាដូច្នេះចាក្រុមរាំរបស់នាងខ្ញុំគឺអត់មានអ្វីប្លែកទេតែជាក្មេងកំព្រាចាបាទពួកគាត់នៅក្នុងវ័យជាយុវកុមារឬក៏កុមារតូចៗពួកគាត់ទាំងអស់2នាក់មានអាយុ15ឆ្នាំមួយទៀតមានអាយុ18ឆ្នាំម្នាក់ទៀតមានអាយុ18ឆ្នាំដូចគ្នាបាទកញ្ញារំពឹងថានឹងអាចមានការចាប់អារម្មណ៍ខ្លាំងពីមិត្តអ្នកគ្រប់គ្រងនឹងកញ្ញាប្រសិនជាបងប្អូនអាចតាមដានបានជាមួយនៅថ្ងៃទី8ចា៎ខ្ញុំដឹងថាសមត្ថភាពពួកគាត់ខ្លាំងប៉ុណ្ណាអស្ចារ្យប៉ុណ្ណាថាគាត់ធ្វើអ្វីបានខ្លះនៅថ្ងៃទី8នឹងបានឃើញថាគាត់មានសមត្ថភាពដល់ប៉ុណ្ណាប៉ុន្តែសប្តាហ៍ថ្ងៃនេះខ្ញុំអាចទទួលការហ្វឹកហាត់អំពីពួកគាត់វិញដែរតាមរយៈរបាំបាឡេចា៎តាមរយៈរបាំបាឡេគាត់ថាកញ្ញាកំពុងតែធ្វើការហ្វឹកហាត់យ៉ាងសកម្មនឹងមានអ្វីដែលថ្មីឲ្យប្លែកនៅថ្ងៃទី8ចា៎ថ្ងៃនោះគ្រាន់តែយើងមិនអាចធ្វើអីឲ្យលើសលប់ក៏ប៉ុន្តែនាងខ្ញុំនឹងព្យាយាមជាមួយនឹងក្មេងៗដែលគាត់ចេះស្រាប់ផងជាមួយប្រហែលជាអាចនឹងខ្លាយចា៎បាទតើកញ្ញានឹងមានបទចម្រៀងបែបមនោទស្សនានិងបទចម្រៀងញញកន្ត្រាអារម្មណ៍នោះប្រហែលជាប្រមាណបទដែលត្រូវយកមកជូនដល់ទស្សនិកជនរបស់យើងបាទចានៅក្នុងការប្រគំតន្ត្រីនោះនាងខ្ញុំក៏មានបទចម្រៀងជាច្រើនបទដែរដោយសារតែមិនមែនតែនាងខ្ញុំទេគឺមានច្រើនដោយតារាជីវិតរបស់យើងទាំងអស់គឺ12រូបបងដូច្នេះគឺច្រើនហើយបទមនោចេតនានោះគឺលើកយកនៅបទពាក់ព័ន្ធជាមួយនឹងសង្គមរាល់ថ្ងៃមួយបទចា៎បាទអរគុណឥឡូវយើងបានទៅជែកអំពីបទចម្រៀងការត្រៀមខ្លួនរួចជាស្រេចតែតើនឹងក្បាច់រាំទាំងបទនោចនាបទញញកន្ត្រាអារម្មណ៍កុំតែឥឡូវយើងងាកមកចាប់អារម្មណ៍នឹងសម្លៀកបំពាក់របស់កញ្ញាវិញម្ដងខ្ញុំឃើញនាងកញ្ញាស្លៀកសម្លៀកបំពាក់មើលទៅដូចជានាយទាហានមួយរូបអញ្ចឹងបាទចូលចិត្តសម្លៀកបំពាក់បែបនេះទេបាទការពិតទៅនាងខ្ញុំចូលចិត្តសម្លៀកបំពាក់បែបនេះហើយមួយទៀតក៏មានការបង្ហាញប្រាប់អំពីក្រុមហ៊ុនរស្មីហងមាសដែលគាត់ត្រូវតម្រូវឲ្យយើងស្លៀកពាក់តាមរបៀបយើងទៅក្នុងព្រៃដែលពួកខ្ញុំបានទៅថតទាំង12រូបផ្សងចាផ្សងដំណាក់ផ្សងហ្នឹងហើយគឺថាពេលដែលថតហ្នឹងគឺពិបាកបងអើយជួនកាលទៅចុះទឹកឡើងផ្លុកឲ្យឡើងគេទាំងអស់គ្នាចាហត់ចាពិសេសមែនទេឃើញមានខ្សែក្រវ៉ាត់មានតែមកជុលខ្ទាស់ច្រើនហើយមានអាវមានម៉ូតមានអីនឹងរចនាបន្ថែមខ្លួនឯងឬក៏យ៉ាងណាដែរបាទសម្លៀកបំពាក់របស់ខ្ញុំចាសូមនិយាយទៅគឺខ្លួនឯងតែម្ដងបាទចេះ design ម៉ូតខ្លួនឯងមើលទៅណាដោយសារតែនាងកញ្ញាមានរូបរាងខ្ពស់ស្រឡះចង្កេះរាវស្អាតដងខ្លួនស័ក្តិសមអញ្ចឹងមើលទៅស្លៀកពាក់កាន់តែធ្វើឲ្យមានសម្រស់ដែលគួរឲ្យតាក់ទាញកាន់តែខ្លាំងជាងហ្នឹងចំពោះនាងកញ្ញាផ្ទាល់តែម្ដងនៅពេលដែលឃើញរូបភាពខ្លួនឯងនៅក្នុងការ design បែប poster នេះមានការចាប់អារម្មណ៍ខ្លាំងទេបាទសម្រាប់នាងខ្ញុំគឺរាល់ដងគឺយើងតែងតែថតជាមួយនឹង poster របស់ Best of the Best ប៉ុន្តែដោយឡែកឆ្នាំនេះគឺមានការ design ជាពិសេសដោយយើងទៅជាសម្លៀកបំពាក់ដែលគេហៅថា
ដើរផ្សងសំណាង ផ្សងព្រេងនៅ ចា ដើ ផ្ស ម ង ព្រេង ព្រេង អញ្ចឹងណា នៅក្នុងព្រៃ អូហូ តែពេលមើលទៅ បាទ ដូចជាតាមបងគាត់ប្រាប់ថាដូចយើងជួបអីដល់ចម្លែកអញ្ចឹង បាទ គឺភ័យទាំងអស់គ្នា ភ័យទាំងអស់គ្នា ចាតែជាក់ស្ដែងពេលដែលយើងថតជាវីដេអូនោះក៏អញ្ចឹងដែរចា បាទនៅឃើញនៅក្នុងរូបភាព poster នេះគឺសម្ភារបំពាក់ដោយដែលនាងកញ្ញាបានស្លៀកពាក់ ចា នៅពេលនេះតែម្ដងតែវាមានអ្វីដែលម៉ូដថ្មីប្លែកពីហ្នឹងក៏ប៉ុន្តែនៅក្នុងប្រធានបទនៅក្នុងក្របខ័ណ្ឌនៃការធ្វើដំណើរផ្សងព្រេងនេះគឺទម្រង់បែបហ្នឹង ចាចា បាទអរគុណយើងឃើញថាមហាព្រឹត្តិការណ៍នៃការប្រគំតន្ត្រីហងមាស Best of the Best ឆ្នាំ2013ដែលនឹងធ្វើឡើងនៅថ្ងៃទី8ខែមីនាឆ្នាំ2013ខាងមុខនេះតើនាងកញ្ញារំពឹងថានឹងមានការអញ្ជើញចូលរួមទស្សនាច្រើនពីសំណាក់ទូតមហាជនក៏ដូចជាមិត្តអ្នកគាំទ្រ fan របស់នាងកញ្ញាទេបាទ ចាសម្រាប់នាងខ្ញុំអាចរំពឹងទុកជាច្រើនសម្រាប់ការគ្រប់គ្រងរបស់បងប្អូនទាំងអស់មិនចំពោះតែនាងខ្ញុំផ្ទាល់គឺឲ្យតែផលិតកម្មប្រសិទ្ធមកមានធ្វើជាកម្មវិធី Best of the Best តែតែមានការទទួលគ្រប់គ្រងអំពីទស្សនិកជនទាំងអស់ផងដែរហើយចំពោះ fan របស់នាងខ្ញុំក៏គាត់បានត្រៀមខ្លួនជាពិសេសសម្រាប់ការចូលប្រគំតន្ត្រីនេះផងដែរដោយគាត់សប្បាយចិត្តរីករាយជាមួយនឹងតារាចម្រៀងយើងទាំងអស់ចំនួន12រូបគឺគ្រប់គ្រងទាំងអស់ចា បាទអរគុណកញ្ញាជួយអ្នកនាងជួយបញ្ជាក់បញ្ជូនបន្តិចថាតើហេតុដូចម្ដេចបានជាទស្សនិកជនចាំបាច់ទៅទស្សនានៅមហាព្រឹត្តិការណ៍នៃការប្រគំតែនោះតើយើងមានចំណុចពិសេសយ៉ាងណាខ្លះបាទសូមជួយបញ្ជាក់ ចាពីព្រោះថា Best of the Best ឲ្យតែជាកម្មវិធី Best of the Best តែទៅមានអ្វីដែលប្លែកអស្ចារ្យនៅលើឆាកព្រឹត្តិការណ៍មួយនេះគឺអាចរាប់បញ្ចូលឲ្យនិយាយទៅគឺពុំមានក្រុមហ៊ុនណាមួយធ្វើដូច្នេះពុំទាន់មានអ្នកណាធ្វើជាកម្មវិធី Best of the Best ដូច្នេះ Best of the Best ធ្វើរយៈពេល8ដងមកហើយតែងតែការទទួលការជោគជ័យអំពីបងប្អូនទាំងអស់ជាពិសេសនៅពេលដែលពួកតារាជនរបស់យើងទាំងអស់ចេញសម្ដែងភាគច្រើនគឺមានសម្លេងហូរសប្បាយចិត្តក៏ប៉ុន្តែពាក់ព័ន្ធនៅថ្ងៃទី8នេះផងដែរគឺជាថ្ងៃមួយដែលពិសេសចាពិសេសមែនតើដោយសារតែបងប្អូនទាំងអស់មានពេលទំនេរថ្ងៃមួយថ្ងៃសម្រាប់ទៅទស្សនាឲ្យសប្បាយទាំងអស់គ្នាជាពេលវេលាដែលកំសាន្តជាមួយនឹងសិល្បៈចា បាទកញ្ញាមានការបារម្ភថាកន្លែងទស្សនាយើងមានកំណត់អាចថាបងប្អូនយើងអញ្ជើញទៅទស្សនាច្រើនពេកអត់មានកន្លែងទស្សនាទេបាទ សម្រាប់ខ្ញុំកំពុងតែគិតអំពីបញ្ហាហ្នឹងដែរដោយសារតែឆ្នាំមុននោះយើងបានផ្សាយរួចទៅហើយថាកន្លែងយើងមានកំណត់ដល់ពេលដែលម៉ោងយើងសម្ដែងនោះគឺអស់ជាមួយនឹងកន្លែងអញ្ចឹងមានការខឹងថាអីតិចចាប៉ុន្តែសូមជម្រាបបញ្ជូនទៅថាប្រសិនបើចង់ទស្សនាជាមួយកម្មវិធី Best of the Best សូមជួយសបត់ឲ្យរួចរាល់ឲ្យកៅអីមានកំណត់ចាហើយកន្លែងក៏មានកំណត់ពេលវេលាសម្ដែងក៏មានកំណត់ផងដែរចា បាទបើសិនជាមិត្តអ្នកគ្រប់គ្រងថាកញ្ញាពិសេសថាតើអ្វីដែលកញ្ញានឹងត្រៀមខ្លួននេះគាត់ចង់ឆ្លើយតបអញ្ចឹងគាត់មិនអញ្ជើញទៅម្នាក់ឯងគាត់ចង់អញ្ជើញជាក្រុមឧស្សាហ៍ខ្ញុំមានការបារម្ភមែនទែនគាត់ថាប្រហែលជាអាចមានចំនួនច្រើនលើសលោកដូច្នេះគឺពុទ្ធតែពេលវេលាយើងគឺកាន់តែរំកិលទៅបងពេញម្ដងហើយទៅសល់គឺថាមិនយូរទេបាទអញ្ចឹងគឺសូមឲ្យបងប្អូនទស្សនិកជនរបស់យើងកុំតែផ្សារភ្ជាប់ជាមួយនឹងអ្វីដែលមហាព្រឹត្តិការណ៍របស់យើងនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី8កុំតែកុំភ្លេចដល់ថ្ងៃទី6និងទី7បាទយើងមានការតាំងនៅពិព័រណ៍ពាណិជ្ជកម្មមួយមានថាជាមានការដាក់ បាទចឹងសូមអញ្ជើញលោកនាងកញ្ញារកជឿសម្បត្តិដើម្បីចូលរួមទស្សនាបាទនៅមហាព្រឹត្តិការណ៍នៃការប្រគំតន្ត្រីហងមាស Best of the Best ឆ្នាំ2013នេះគឺថាសម្បត្តិមានដាក់លក់នៅក្រុមហ៊ុនហងមាសនិងសាខារស្មីហងមាសវីដេអូទូទាំងប្រជាជាតិកម្ពុជាសូមអញ្ជើញទៅកាន់សាខាណាមួយដែលនៅក្បែរគេហដ្ឋានរបស់លោកអ្នកដែលនៅចិត្តលោកអ្នកបំផុតចា៎ហើយជាចុងក្រោយនេះនាងខ្ញុំគ្រាន់តែអរគុណទៅដល់ទស្សនិកជនទាំងអស់ដែលតែងតែគាំទ្រជាមួយនឹងវិស័យសិល្បៈខ្មែរចាគាំទ្រសិល្បៈខ្មែរគឺល្អគ្នាចាហើយមួយទៀតនេះខ្ញុំសប្បាយចិត្តនៅពេលដែលសិល្បៈខ្មែរយើងមានកម្មវិធីដូចជា Best of the Best ធំបែបនេះមានការចូលរួមបែបនេះសិល្បៈយើងមានកម្លាំងចិត្តខ្លាំងណាស់បងដោយសារតែយើងមិនចាញ់នឹងប្រទេសដទៃដែលនៅក្បែរយើងចាអរគុណបាទអរគុណដូច្នេះសូមចូលរួមផ្ដល់ជាកម្លាំងចិត្តដល់មិត្តសិល្បករសិល្បករនេះគ្រប់រូបក៏ដូចជាការលើកស្ទួយនៅតម្លៃសិល្បៈវប្បធម៌ខ្មែរពិសេសគឺវិស័យសិល្បៈចម្រៀងអរគុណចំពោះការចំណាយពេលវេលាតម្លៃតាមដានទស្សនារបស់លោកអ្នកកម្មវិធីយើងសូមអរគុណនិងសូមជូនពរឲ្យកញ្ញាពិសេសទទួលបានជោគជ័យនៅក្នុងបេសកកម្មនាឆ្នាំនេះបាទសម្រាប់ឆ្នាំ2013យើងនឹងជួបគ្នានៅថ្ងៃស្អែកបន្តទៀតនៅពេលនេះខ្ញុំបាទសុផានិតនិងកញ្ញាពិសេសនៅក្រុមការងារសូមអរគុណនិងសូមគោរពលា